រឿងនិទានអាចេះធ្វើល្ងងអាល្ងងធ្វើចេះនៅភូមិតូចមួយមានបុរសពីរនាក់រស់នៅជិតគ្នាម្នាក់ឈ្មោះគូច័ន្ទគូជាមនុស្សឆ្លាតមានចំណេះដឹងច្រើនតែស្លូតបូតមិនចូលចិត្តអួតខ្លួនម្នាក់ទៀតឈ្មោះកខុនគឺមិនសូវចេះអ្វីទេប៉ុន្តែចូលចិត្តនិយាយធំនិងអួតថាខ្លួនឯងចេះគ្រប់យ៉ាងថ្ងៃមួយអ្នកភូមិនាំគ្នាសង់ស្ពានឈើឆ្លងទន្លេខុននិយាយឡើងថារឿងសង់ស្ពានតូចប៉ុណ្ណឹងងាយណាស់ទុកឲ្យខ្ញុំធ្វើទៅចំណែកច័ន្ទវិញមិននិយាយអ្វីច្រើនទេគ្រាន់តែជួយមើលនិងជួយធ្វើស្ងាត់ខុនចាប់ផ្ដើមបញ្ជាមនុស្សគ្រប់គ្នាដោយមិនគិតវាស់វែងឲ្យត្រឹមត្រូវគាត់ដាក់សខុសទីតាំងហើយប្រើឈើមិនរឹងមាំតែដោយសារគាត់និយាយខ្លាំងមនុស្សជាច្រើនក៏ជឿតាមច័ន្ទឃើញដូច្នេះក៏និយាយទន់ភ្លន់ថាបងខុនប្រសិនបើយើងពិនិត្យម្ដងទៀតប្រហែលស្ពាននឹងរឹងមាំជាងនេះតែខុនខឹងហើយតបវិញថាឯងកុំមកបង្រៀនខ្ញុំចេះជាងគេនៅភូមិនេះប៉ុន្មានថ្ងៃក្រោយពេលស្ពានសង់រួចអ្នកភូមិនាំគ្នាដើរឆ្លងមិនទាន់បានប៉ុន្មានអ្នកផងស្ពានក៏បាក់ធ្លាក់ចូលទឹកអ្នកភូមិភ្ញាក់ផ្អើលយ៉ាងខ្លាំងខុនអ៊ីនមុខនិយាយមិនចេញច័ន្ទក៏មិនសើចចំអកទេតែចូលទៅជួយជួសជុលឡើងវិញដោយប្រើវិធីត្រឹមត្រូវលើកនេះស្ពានរឹងមាំនិងប្រើបានយូរអ្នកភូមិទាំងអស់កោតសរសើរច័ន្ទថាជាមនុស្សចេះពិតប៉ុន្តែមិនអួតខ្លួនគិតបណ្ឌិតមនុស្សចេះពិតមិនចាំបាច់អួតថាចេះមនុស្សមិនចេះតែងចូលចិត្តអួតខ្លួនអាចេះធ្វើល្ងងអាល្ងងធ្វើចេះមានន័យថាអ្នកប្រាជ្ញពិតប្រាកដតែងស្ងៀមស្ងាត់និងទៀបខ្លួនខណៈអ្នកមិនចេះវិញចូលចិត្តធ្វើដូចខ្លួនចេះគ្រប់យ៉ាង